ព្រះគម្ពីរភីលីបចំពោះ1ខ3ដល់ខ11ពាក្យអោប្រគុណនិងពាក្យទូលអង្វរ 3ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំដោយព្រោះគ្រប់ទាំងសេចក្តីដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា4ខ្ញុំក៏ទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរនៅគ្រប់វេលាដែលខ្ញុំអធិដ្ឋានជានិច្ច5ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អចាប់តាំងពីថ្ងៃមុនដំបូងដល់រាបដល់ឥឡូវនេះ6ខ្ញុំជឿសេចក្តីនេះជាយ៉ាងជឿថាព្រះពង្សដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នាទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើងទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ7គួរក៏បីឲ្យខ្ញុំគិតពីអ្នករាល់គ្នាដូច្នេះដែរពីព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានឹកទោះបើខ្ញុំជាប់ចំណងឬកំពុងតែដោះសារហើយបញ្ជាក់ដំណឹងល្អក្តីដ៏បិទអ្នករាល់គ្នាមានសេចក្តីប្រកបក្នុងព្រះគុណជាមួយនឹងខ្ញុំដែរ8ព្រះទ្រង់ជាស្មារតីបន្ទាល់ពីខ្ញុំថាខ្ញុំរលឹកដល់អ្នករាល់គ្នាជាខ្លាំងដោយព្រះហឫទ័យសន្ទោមនៃព្រះយេស៊ូវគ្រីស្ទ9ខ្ញុំក៏អធិដ្ឋានសូមសេចក្តីនេះគឺឲ្យសេចក្តីស្រឡាញ់របស់អ្នករាល់គ្នាបានចម្រើនកាន់តែច្រើនឡើងដោយនៅសេចក្តីចេះដឹងនិងយោបល់គ្រប់ចំពោះ10ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលើមើលឲ្យស្គាល់អស់ទាំងសេចក្តីដែលប្រសើរដើម្បីឲ្យបានជ្រះថ្លាហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយដល់រាបដល់ថ្ងៃនៃព្រះគ្រីស្ទ11ព្រមទាំងមានពេញជាផលនៃសេចក្តីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទសម្រាប់ជាសេរីល្អហើយជាសេចក្តីស្រសាដល់ព្រះផងអាមែន